សេចក្តីសង្ឃឹមដ៏ពិតនៅក្នុងថ្ងៃនេះយើងទាំងអស់គ្នានឹងរៀនអំពីមេរៀនដែលមាននៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ហើយនៅក្នុងនោះគឺមានចំណុចសំខាន់ដែលនិយាយអំពីការរស់នៅដោយក្តីសង្ឃឹមនិងជីវិតបរិសុទ្ធព្រះគម្ពីរពេត្រុសទី1សរសេរដោយលោកពេត្រុសនៅឆ្នាំ60ដល់67នៃគ្រិស្តសករាជនៅគ្រានោះមានការបៀតបៀនយ៉ាងខ្លាំងដល់ពួកជំនុំដូច្នេះពេត្រុសក៏បានសរសេរព្រះគម្ពីរនេះឡើងនៅគ្រាបៀតបៀននេះពួកសាវកចំនួន10នាក់គឺត្រូវបានគេសម្លាប់ចោលពេត្រុសមានការដាស់តឿននិងការលើកទឹកចិត្តសម្រាប់គ្រីស្ទបរិស័ទឲ្យរស់នៅដោយក្តីសង្ឃឹមនិងជីវិតបរិសុទ្ធក្នុងពេលរងទុក្ខវេទនានិងការបៀតបៀននេះព្រះបានបង្កើតយើងមកឲ្យមានក្តីសង្ឃឹមនិងក្នុងការរស់ឡើងវិញតាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទអ្នកជឿត្រូវតែឆ្លងកាត់ការសាកល្បងមួយរយៈសិនហើយតាមរយៈការសាកល្បងនោះធ្វើឲ្យពួកគេកាន់តែមានសេចក្តីជំនឿកាន់តែវិសេសជាងមុនដូច្នេះនៅពេលដែលព្រះគ្រីស្ទយាងមកម្ដងទៀតនោះទ្រង់នឹងទទួលបានការសរសើរនិងសិរីរុងរឿងពីយើងទាំងអស់គ្នាអស់អ្នកជឿដែលទទួលបានការសង្គ្រោះត្រូវតែរស់នៅជាមួយការប្រព្រឹត្តអំពើល្អដោយធ្វើតាមភាពបរិសុទ្ធរបស់ព្រះពួកអ្នកបរិសុទ្ធគឺជាអ្នកដែលព្រះបានជ្រើសរើសឲ្យធ្វើជាសង្ឃជាប្រជាជាតិបរិសុទ្ធនិងជាប្រជាជនដែលជាកម្មសិទ្ធិរបស់ព្រះហើយអ្នកទាំងនោះត្រូវតែបង្កើតក្រុមជំនុំសម្រាប់ព្រះដែលក្រុមជំនុំគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់គ្រីស្ទានត្រូវតែមានការរស់នៅដោយខុសប្លែកពីមនុស្សដែលរស់នៅក្នុងសង្គមជាអ្នកដែលធ្វើបេសកកម្មថ្វាយព្រះនិងលើកដំកើងព្រះតាមរយៈការប្រព្រឹត្តល្អនៅចំពោះមុខមនុស្សនៅក្នុងលោកីយ៍យើងត្រូវតែមានការគោរពព្រះយេស៊ូវជាព្រះម្ចាស់ក្នុងចិត្តជានិច្ចទោះបីជាពេលខ្លះយើងត្រូវរងទុក្ខដោយសារតែមានការលំបាកកើតឡើងនៅក្នុងជីវិតយើងក៏ដោយយើងត្រូវមានចិត្តស្លូតបូតនិងមានភាពគួរសមក្នុងការប្រាប់ពីក្តីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទនៅពេលដែលមាននរណាម្នាក់មកសួរយើងព្រះយេស៊ូវបានឈ្នះនៅក្នុងការរងទុក្ខដូច្នេះយើងត្រូវរាប់ការនេះថាជាសេចក្តីអំណរក្នុងពេលដែលយើងបានចូលរួមក្នុងការរងទុក្ខដោយសារព្រះគ្រីស្ទដែរអ្នកចាស់ទុំក្នុងព្រះគ្រីស្ទមិនត្រូវបង្ខំនរណាម្នាក់ប៉ុន្តែត្រូវធ្វើជាគំរូដល់សមាជិកវិញក្រោយពីអ្នកជឿបានទទួលការរងទុក្ខមួយរយៈរួចព្រះជាម្ចាស់នឹងបំពេញពួកគាត់វិញព្រមទាំងពង្រឹងគ្រឹះហើយនៅពេលចុងក្រោយព្រះនឹងហៅអ្នកបរិសុទ្ធទាំងនោះទៅដោយក្តីសង្ឃឹម